ប្តីចិត្តធ្ងន់ប្រពន្ធចិត្តត្រជាក់ប្តីចេះស្មោះប្រពន្ធចេះស្ម័គ្រឈ្នះអស់ឧបសគ្គគ្រួសាររុងរឿងបងប្អូននៅក្នុងគ្រួសារមួយណាទំនាស់វាតែងតែកើតកំហុសវាតែងតែកើតបញ្ហាវាតែងតែកើតគឺជារឿងធម្មតាទេប៉ុន្តែជាប្តីប្រពន្ធនឹងគ្នាខ្ញុំចង់ឲ្យបងប្អូនចេះនិយាយគ្នាចិត្តឲ្យតែជាបើខឹងប្តីនិយាយជាមួយប្តីកុំទៅនិយាយជាមួយនឹង Facebook កុំនិយាយជាមួយនឹងបណ្ដាញសង្គមព្រោះពាក្យចាស់លោកបានបដៅឲ្យបងប្អូនដោយគំនុំភ្លើងក្រៅចូលក្នុងហើយក៏គំនុំភ្លើងក្នុងចេញទៅក្រៅនៅក្នុងន័យនេះគឺថានៅពេលដែលយើងមានបញ្ហាគ្រួសារបងប្អូនចូលជជែកគ្នាកុំទៅនិយាយប្រាប់ Facebook កុំនិយាយប្រាប់បណ្ដាញសង្គមកុំទៅនិយាយប្រាប់មិត្តភ័ក្តិអ្នកជិតខាងអ្នកស្គាល់គ្នាណាណីនោះយើងនិយាយគ្នាប្តីប្រពន្ធយើងមានបញ្ហាអីជជែកគ្នាទៅកុំបែកខ្នងដាក់គ្នាកុំឆ្លោះគ្នាកុំទាស់គ្នាយើងមកលេងផែនដីមួយផ្លែទេស្រឡាញ់គ្នាទៅឱកាសដែលយើងរស់នៅជាមួយគ្នានឹងមិនមានច្រើនទេពេលវេលាយើងវាខ្លីណាស់ពេលវេលាយើងវាតិចណាស់យើងទាំងអស់គ្នាមកផែនដីមួយនេះសុទ្ធតែមានពេលវេលាកំណត់យើងទាំងអស់គ្នាសុទ្ធតែមានសុពលភាពដែលត្រូវត្រឡប់ទៅវិញណាគ្រាន់តែយើងមិនដឹងថាតើសុពលភាពរបស់យើងនឹងមកដល់នៅថ្ងៃណាតែប៉ុណ្ណោះហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមមានលក់ទូរស័ព្ទទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទរបស់ Apple សុទ្ធតែមានការធានារយៈពេល1ឆ្នាំពេញដំបូងគេបង្អស់នៅកម្ពុជាគ្នាយើងផ្ដល់ទាំងទំនុកចិត្តទំនួលខុសត្រូវនិងភាពស្មោះត្រង់អញ្ចឹងបងប្អូនចូលធ្វើជាស្វាមីល្អធ្វើជាភរិយាល្អនៅក្នុងគ្រួសារទៅគ្រួសារយើងវារីកចម្រើនហើយគ្រួសារយើងវាមានក្តីសុខសុភមង្គលហើយចេះស្មោះត្រង់ជាមួយនឹងគ្នាទៅស្រឡាញ់គ្នាទៅព្រោះខ្ញុំជឿថាបើទោះបីជាមានបញ្ហាអីក៏ដោយតែយើងជជែកគ្នារឿងអីក៏យើងអាចដោះស្រាយបានដែរណាតែយើងមិនចង់ដោះស្រាយតើបងប្អូនទៅបញ្ហាហ្នឹងវាដោះមិនបានវាដោះមិនកើតអញ្ចឹងត្រឡប់មកវិញអ្នកចិត្តខាងមួយចំនួនមិត្តភ័ក្តិមួយចំនួនអ្នកស្គាល់គ្នារបស់យើងមួយចំនួនគេមិនដែលចង់ឲ្យគ្រួសារយើងមានក្តីសុខទេអញ្ចឹងបើកាលណាបងប្អូនឆ្លោះគ្នាបងប្អូនទាស់គ្នាបងប្អូនលែងលះគ្នាមានន័យថាម៉េចមានន័យថាបំណងគេវាបានសម្រេចហើយនោះគេចង់ឲ្យតែយើងឆ្លោះគ្នានឹងតើគេចង់ឲ្យតែយើងលែងលះគ្នានឹងតើគេចង់ឲ្យតែយើងវេទនាដូចអណ្ដាតចូលភ្លើងនឹងតើវាជាចេតនារបស់គេហើយបើបងប្អូនដើរចូលអន្ទាក់គេដោយខ្លួនឯងអញ្ចឹងគេអង្គុយសោចនោះគេថាយើងគឺជាមនុស្សល្ងងបំផុតហើយដែលមិនដឹងរឿងខុសមិនដឹងរឿងត្រូវមិនដឹងមនុស្សណាល្អមិនដឹងមនុស្សណាដែលមានចេតនាមិនល្អអញ្ចឹងកន្លែងនេះបងប្អូនចូលចងចាំគ្រួសារយើងមានតែប្តីប្រពន្ធយើងទេកូនយើងទេដែលយើងអាចជឿជាក់ទុកចិត្តបានយើងមិនអាចចេះតែទៅជឿជាក់ទុកចិត្តអ្នកដទៃដោយប្រាប់រឿងគ្រប់យ៉ាងទេមានបងប្អូនមួយចំនួនបានឆាតមកខ្ញុំគាត់ប្រាប់ថាគាត់ជឿជាក់ទុកចិត្តបងប្អូនថ្លៃរបស់គាត់ណាស់តែទីបំផុតគាត់មានបញ្ហាដល់អាយុជីវិតក៏ដោយសារតែបងប្អូនថ្លៃរបស់គាត់ដែរអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថាក្រៅពីប្តីប្រពន្ធរបស់យើងក្រៅពីយើងខ្លួនឯងកុំទាន់ងាយក្នុងការជឿជាក់ទុកចិត្តអ្នកដទៃពេកអ្នកដទៃដែលគេមករកយើងគេសុទ្ធតែមានចេតនាហើយគ្រាន់តែថាតើចេតនារបស់គេល្អឬក៏មិនល្អតែប៉ុណ្ណោះតែវាមិនមែនជារឿងចៃដន្យទេវាមានហេតុទើបមានផលអរគុណបងប្អូនជម្រាបលា